បងដឹងអត់ថាសម្រាប់ពេលបច្ចុប្បន្នដោយសារតែមកឃើញថាសេដ្ឋកិច្ចធ្លាក់ចុះម្នាក់ចំណូលបាត់បង់អាចថាគាត់រត់បានដូចមុនអ្នកខ្លះក៏មានបញ្ហាផ្សេងបូករួមជាមួយនឹងសង្គ្រាមលើពិភពលោកទៀតអញ្ចឹងពេលខ្លះផលអវិជ្ជមានទាំងអស់ហ្នឹងវាធ្វើឲ្យផ្លូវចិត្តយើងទន់ខ្សោយឬក៏អ្នកដែលគាត់អត់បានរៀបចំគាត់មានផ្លូវចិត្តមួយមិនទៅរឹងមាំគាត់អាចនឹងពិបាកចិត្ត stress ដែលអត់ដឹងខ្លួនអាចពេលខ្លះទៅជាមានជំងឺបាក់ទឹកចិត្តឬក៏ depression ក៏ប៉ុន្តែកន្លែងហ្នឹងអូនចង់ទាញមកវិញថានៅពេលដែលយើងមានជំងឺបាក់ទឹកចិត្តឬក៏ depression ហ្នឹងវាមិនមែនសុកស្រាប់តែវាកើតឡើងឬក៏របៀបដូចមេរោគចូលភ្លាមទៅ 3-4 ថ្ងៃក្រោយឬក៏មួយអាទិត្យក្រោយយើងឈឺឯអត់ទេមុននឹងយើងមានបញ្ហាផ្លូវចិត្តឬក៏បាក់ទឹកចិត្តហ្នឹងយើងសុទ្ធតែគេហៅថាមានសញ្ញាពមៀនមានសញ្ញាពមៀនជារឿយដល់យើងហើយអញ្ចឹងអូនចង់បញ្ជាក់ថានៅពេលដែលយើងមាននៅពេលដែលយើងចង់ការពារខ្លួនកុំឲ្យមានជំងឺបាក់ទឹកចិត្តផ្លូវចិត្តទន់ខ្សោយអញ្ចឹងដើម្បីការពារខ្លួនតើយើងត្រូវធ្វើរបៀបម៉េចនឹងអូនសុំសួរទៅបងវិញអូខេបងមានយោបល់អីអត់អញ្ចឹងតើតើមួយនឹងការដែលយើងពិបាកចិត្តហើយឈានដល់ការបាក់ទឹកចិត្តដូចនិយាយមកអញ្ចឹងថាពេលវេលាវាមិនមែនភ្លាមផ្លែតទេហើយវាក៏មិនមែនជាការជៀបចូលនៃមេរោគវាក៏មិនមែនជាបញ្ហាមួយដែលអាចថាកើតថ្ងៃហ្នឹងធ្វើទុកស្អែកទេដោយសារតែការបាក់ទឹកចិត្តវាជាបញ្ហាមួយដែលយើងជួបសង្កត់គ្រប់គ្នាអញ្ចឹងខ្ញុំមាន5ចំណុចដែលចង់ឲ្យបងប្អូនគិតឲ្យគិតទៀតថាតើយើងគួរតែធ្វើម៉េចរំដោះខ្លួនឲ្យចេញអំពីការពិបាកចិត្តនិងការបាក់ទឹកចិត្តចំណុចទី1បងប្អូនត្រូវដឹងថាការទទួលស្គាល់យកការពិតថាគ្រប់រូបគ្រប់មនុស្សទាំងអស់នៅលើពិភពលោកប្រកបជាមានការពិបាកចិត្តការខូចចិត្តការខកបំណងសំខាន់គឺការទទួលយកការពិតមួយសិនមកទី2យើងព្យាយាមស្វែងរកបងប្អូនព្យាយាមស្វែងរកនរណាម្នាក់ក្នុងនោះអាចជាក្រុមគ្រួសារជាមិត្តភ័ក្តិជាមនុស្សដែលសំខាន់ជាគ្រូគឺឲ្យគាត់ព្យាយាមស្ដាប់នៅបញ្ហារបស់យើងហើយឲ្យគាត់ប្រឹងក្នុងការរកដំណោះស្រាយក៏ដូចជាផ្ដល់យោបល់ល្អៗសម្រាប់ឲ្យយើងមានការតាំងចិត្តក៏ដូចជាដំណោះស្រាយក្នុងដំណើរនៃបញ្ហាដែលយើងកំពុងជួបទី3គឺគេហៅថាការបង្កើតបរិយាកាសការបង្កើតបរិយាកាសនេះបងប្អូនដឹងហើយថាពេលដែលយើងពិបាកចិត្តហើយយើង stress ខ្លាំងអញ្ចឹងតំណតទៅបើសិនជាយើងនៅតែបន្តអោបកសោបរឿងទាំងអស់នោះដោយអត់ប្រឡែងវាជាបញ្ហាមួយដែលយើងពិបាកដកដែរដូច្នេះការផ្លាស់ប្ដូរបរិយាកាសនេះចង់សំដៅថាឲ្យបងប្អូនអាចធ្វើលំហាត់ប្រាណឬក៏កាត់បន្ថយការគិតតាមរយៈការដែលយើងចេញទៅក្រៅមើលទេសភាពបៃតងសម្លេងក៏ដូចជាភាពអ៊ូអរនៃមនុស្សដែលធ្វើឲ្យអារម្មណ៍របស់យើងវាដកចេញនៅចំណុចដែលយើងកំពុងតែជួបគេហៅថាបើយើងមានសម្ពាធ10យ៉ាងហោចណាស់ក៏វាបន្ថយបាន7ឬក៏6អីដែរទី4វាជាចំណុចមួយដែលពិសេសមែនទែនគឺការដែលយើងព្យាយាមបង្ហាញខ្លួនឯងប្រាប់ខ្លួនឯងថាឲ្យស្រឡាញ់ខ្លួនឯងព្រោះពេលនោះមនុស្សភាគច្រើនពិបាកចិត្តណាគាត់តែងតែមានអារម្មណ៍ថាអត់ខ្វាយខ្វល់ពីខ្លួនឯងទេការស្លៀកពាក់យ៉ាងរ៉េរ៉ាអញ្ចឹងការរៀបចំខ្លួនក៏អត់ត្រឹមត្រូវអញ្ចឹងសួរថាតើយើងមានទំនុកចិត្តឯណាបន្តទៀតដើម្បីដោះស្រាយបញ្ហាដូច្នេះគឺតែងខ្លួនបងប្អូនគឺរៀបចំខ្លួនឲ្យបានត្រឹមត្រូវចំណុចចុងក្រោយវាជារឿងមួយដែលយើងត្រូវដឹងថាការបង្កើតក្តីសម័យថ្មីត្បិតតែឥឡូវនេះយើងកំពុងតែពិបាកចិត្តគិតច្រើនយើងដូចគ្មានការគិតគ្មានការចង់បានអីទាំងអស់តែខ្ញុំសូមរំលឹកមកវិញថាក្រោយពីយើងដោះស្រាយវាបន្តិចម្ដងរងចាំពេលវេលាណាមួយដែលល្អក្នុងការដែលធ្វើឲ្យផលវិបាកនិងការពិបាកចិត្តរបស់យើងវាបាត់ទៅវិញណាយើងព្យាយាមបង្កើតក្តីសម័យតូចពួកក្តីសម័យតូចហ្នឹងណាខ្ញុំតែងតែនិយាយថាវាគឺជាអារម្មណ៍រំភើបបែប surprise ដែលធ្វើឲ្យយើងអាចរួចផុតងើបពីដងងើបពីក្នុង block ដែលធ្វើឲ្យយើងមានបញ្ហាខ្មៅងងឹតណាអញ្ចឹងពេលនោះយើងអាចស្វែងរកនៅអ្វីដែលជា dream របស់យើងទូចនៅពេលដែលយើងមានភាពរឹងមាំថាមកពលពីខាងក្នុងវាត្រឡប់មកវិញហើយយើងបង្កើតតែក្តីសម័យធំចុងក្រោយខ្ញុំគិតថាអ្នកទាំងអស់គ្នានឹងអាចធ្វើបានកម្លាំងចិត្តគឺវាអាចជំរុញឲ្យយើងមានការវិវត្តខ្លួនទៅមុខដូច្នេះហើយបើកាលណាតែយើងមានការបាក់ទឹកចិត្តខ្ញុំគិតថាព្យាយាមសាងស្ពាននឹងឡើងវិញអញ្ចឹងស្ពានដែលធ្វើឲ្យយើងរឹងមាំគឺការចេញពីខ្លួនយើងឯងគ្រាន់តែថាអ្នកដទៃជុំវិញខ្លួនគឺជាមនុស្សសំខាន់អញ្ចឹងខ្សែគប់ឲ្យត្រូវព្យាយាមស្វែងយល់អំពីខ្លួនឯងផ្ដល់តម្លៃពេលវេលាគិតធ្វើម៉េចឲ្យបានមកចត់ចំពោះបញ្ហាខ្ញុំគិតថាបងប្អូនប្រកាសជាអាចរឹងមាំហើយឈប់បាក់ទឹកចិត្តបាក់ទឹកចិត្តមិនមែនទៅលោតទឹកស្ពានទេ
បាក់ទឹកចិត្តគឺយើងត្រូវតែព្យាយាមធ្វើមកជួសជុលអាភាពបាក់របស់យើងឲ្យយើងរឹងមាំមកវិញឲ្យយើងខ្លាចទៅជាបុគ្គលម្នាក់ដែលអាចជំនះគ្រប់ឧបសគ្គនិងជោគជ័យនៅលើវិថីជីវិតក្តីសម័យការតាំងចិត្តវានឹងជំរុញបងប្អូនសម្រេចបំណងអរគុណច្រើន